ទីបំផុតក្រុមដែលជាម្ចាស់ជើងឯកពានរង្វាន់ UEFA Champions League គឺត្រូវបានរកឃើញហើយគឺក្រុម Paris Saint-Germain បន្ទាប់ពីពួកគេបានយកឈ្នះទៅលើក្រុម Inter Milan ដោយលទ្ធផល5-0នៅប៉ុណ្ណោះមិនធ្លាប់មានទេនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ UEFA Champions League វគ្គផ្ដាច់ព្រាត់បាទការប្រកួតដែលក្រុមនីមួយៗអាចសុទ្ធទៅដល់ទៅលើគូប្រជែង5គ្រាប់ហើយបិទមិនឲ្យរបបគ្រាប់បាល់បានអញ្ចឹងការឈ្នះជើងឯកជាលើកដំបូងរបស់ Paris Saint-Germain នេះគឺជាការកសាងប្រវត្តិសាស្ត្រថ្មីមួយសម្រាប់បាទក្លឹប Paris Saint-Germain តាំងពីកកាយក្លឹបមកអស់រយៈពេល54ឆ្នាំបាទដែលបានក្លាយជាម្ចាស់ជើងឯក UEFA Champions League ហើយក៏ក្លាយជាក្លឹបដំបូងគេដែលបង្កើតប្រវត្តិសាស្ត្រថ្មីមួយដែលអាចសិទ្ធបញ្ចូលទីទៅលើគូប្រជែងបានរហូតដល់5គ្រាប់សម្រាប់ការប្រកួតនៅក្នុងវគ្គផ្ដាច់ព្រាត់នេះផងដែរបាទប្រិយមិត្តទាំងអស់គ្នាអញ្ចឹងអបអរសាទរទៅដល់ Paris ហើយក៏សូមចូលរួមសោកស្ដាយទៅដល់ Inter Milan ដែរប្រិយមិត្ត5គ្រាប់របស់ Paris Saint-Germain គឺរកបានដោយកីឡាករអ៊ីច្រាហាគីមីដែលរកបាននៅក្នុងនាទីទី12ហើយគ្រាប់បាល់ទី2និងទី3គឺរកបានដោយកីឡាករ Desiree Douy នៅក្នុងនាទីទី20និងនាទីទី63ខណៈដែលគ្រាប់បាល់ទី4រកបានដោយកីឡាករ Kvicha Kvaratskhelia នៅក្នុងនាទី73ហើយគ្រាប់បាល់ទី5បាទប្រិមត្តយើងគឺរកបានដោយកីឡាករវ័យ19ឆ្នាំដែលទើបនឹងបដូរចូលបាទគឺស៊ុបបំផោសម្ដេចទីនៅក្នុងនាទីទី86បាទគឺកីឡាករ Zanni Majulu ប្រិមិត្តសម្រាប់ការប្រកួតនេះគឺនឹកស្មានមិនដល់គឺមាន2ទី1នោះគឺមិននឹកស្មានថា Paris Saint-Germain អាចសិតបានបាទដោយស្រួលបាទទៅលើក្រុម Inter Milan រហូតដល់5គ្រាប់ហើយទី2នេះគឺនឹកស្មានមិនដល់ទេថា Inter Milan បង្ហាញទម្រង់លេងនៅក្នុងវគ្គផ្ដាច់ព្រាត់ហ្នឹងគឺអន់យកតែមែនទែនមកប្រិមិត្តទាំងអស់គ្នាគឺគ្មានមួយផែតរសោះបាទជាមួយនឹងក្រុម Paris Saint-Germain បាទការដែលលេងជាមួយនឹង Barcelona ឃើញថាគ្រាន់មកប្រិមិត្តយើងនៅទៅពេលប៉ារីសគឺចប់តែម្ដងប្រិមិត្តយើងធ្វើអីក៏អត់កើតដែរបើយើងក៏លេខទៅមើលការស្ថិតិបាទការគ្រប់គ្រងបាល់គួរជាការបង្កើតឱកាសសុទ្ធប្រិមិត្តយើងនិយាយឃើញថាការគ្រប់គ្រងបាល់របស់ Paris Saint-Germain គឺមាន 59.3% ហើយ Inter Milan គឺមាន 40.7% អញ្ចឹងអាចនិយាយបានថាការគ្រប់គ្រងបាល់គឺមិនលើសគ្នាប្រមាណទេប្រិមិត្តយើងទាំងអស់គ្នាប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺការបង្កើតឱកាសសុទ្ធបាទរបស់ក្រុមទាំងពីរប៉ារីសបងប្អូនមានរហូតដល់23ជើងឯនោះយើងចាំបានការពីប្រកួតទម្លាក់លីវើពូលណាប្រិមិត្តយើងទាំងអស់គ្នាគឺប៉ារីសបានសុទ្ធរហូតដល់24ជើងនៅក្នុងជើងទី1ទឹកដីរបស់ខ្លួនហើយបានចាញ់ការប្រកួតប៉ុន្តែថ្ងៃនេះប្រិមិត្តយើងវគ្គផ្ដាច់ព្រាត់Paris Saint-Germain គឺសុទ្ធរហូតដល់23ជើងប្រិមិត្តយើងហើយចំគោលដៅ8ដងសម្រេចបានគ្រាប់បាល់ចំនួន5គ្រាប់អញ្ចឹងបានន័យថាការសម្របការដាក់សម្ពាធរបស់គេនឹងគឺពិតជាល្អហើយគុណភាពខ្លាំងមែនទែនជាពិសេសគឺការសម្រេចទីនឹងតែម្ដង8ដងរកបាន5គ្រាប់មិនធម្មតានោះទេហើយអ្វីដែលពិសេសប្រិមិត្តយើងគឺគេក៏មានប្រព័ន្ធការពារមួយដ៏ល្អរឹងមាំផងដែរខណៈដែលការសុទ្ធរបស់ Inter Milan គឺមាន8ដងចំគោលដៅពីលើគឺរកមិនបានគ្រាប់បាល់សំបីតែមួយគ្រាប់បាទអញ្ចឹងប្រិយមិត្តទាំងអស់គ្នា Inter Milan បានក្លាយជាម្ចាស់ជើងឯករងលើកទី4ហើយបន្ទាប់ពីឡើងមកដល់វគ្គផ្ដាច់ព្រាត់7លើកបាទឡើងមក7លើកគឺបានជើងឯកបាទ3លើកបាទជើងឯកលើកចុងក្រោយតាំងពីឆ្នាំ2009 2010អញ្ចឹងការឡើងមកដល់ជើងឯកការប្រកួតវគ្គផ្ដាច់ព្រាត់លើកទី7នេះគឺជាជើងឯករងទៀតហើយយើងឃើញថាកាលពីឆ្នាំ2022 2023ពួកគេបានចាញ់ក្រោមធ្វើជើងរបស់បាទ Manchester City ដែលជាក្លឹបមានម្ចាស់ជាបាទមហាសេដ្ឋីមកពីតំបន់អារ៉ាប់បាទឥឡូវនេះការឡើងមកដល់វគ្គផ្ដាច់ព្រាត់រដូវកាល2024 2025នេះពួកគេបន្តចាញ់ក្លឹបដែលមានម្ចាស់ជាមហាសេដ្ឋីនៅតំបន់អារ៉ាប់នេះទៀតហើយបាទគឺចាញ់ក្រោមធ្វើជើងរបស់ Paris Saint-Germain នឹងតែម្ដងបាទអញ្ចឹងប្រិមិត្តយើងវាហាក់បីដូចជាគេថាមានកម្មមានពៀជាមួយនឹងក្លឹបដែលមានមហាសេដ្ឋីមកពីតំបន់អារ៉ាប់អញ្ចឹងបើឡើងទៅវគ្គផ្ដាច់ព្រាត់លើកក្រោយសូមកុំឲ្យជួបបាទក្លឹបដែលមានម្ចាស់មហាសេដ្ឋីនៅតំបន់អារ៉ាប់នេះទៀតបាទសម្រាប់ Inter Milan បាទប្រិមិត្តបាទយើងឃើញថាសម្រាប់ការឡើងមកដល់វគ្គផ្ដាច់ព្រាត់គឺដូចជាខ្លាចជាម្ចាស់ជើងឯករបស់ Paris Saint-Germain នេះបាទគឺជាប្រវត្តិសាស្ត្រលើកទី2បាទសម្រាប់គ្រូបង្វឹកលោក Luis Enrique ដែលបានដឹកនាំក្រុម Paris Saint-Germain ឲ្យលើកពានហើយឈ្នះពាន3ក្នុងមួយរដូវកាលការដែលគាត់ធ្វើបានលើកចុងក្រោយបាទគឺនៅការដែលគាត់ដឹកនាំជាមួយនឹងក្រុម FC Barcelona ដែលការនោះគឺគាត់បាទឈ្នះជើងឯក UEFA Champions League ហើយគាត់ក៏បានឈ្នះជើងឯក La Liga និង Copa del Rey ផងដែរពោលគឺ3ពានឥឡូវនេះគាត់ឈ្នះជើងឯក UEFA Champions League ហើយគាត់ឈ្នះ Ligue 1គាត់ឈ្នះ Copa de France អញ្ចឹង3ពានទៀតហើយ
បាទអញ្ចឹងវាជារឿងរ៉ាវដ៏ពិសេសខ្លាំងមែនទែនហើយរដូវកាលដំបូងរបស់លោក Luis Enrique នេះគឺបានធ្វើឲ្យលីកអងបារាំងរីកមុខរីកមាត់លែងមានអ្នកណាថាលីកអងបារាំងនឹងគឺជាលីកកសិកម្មហើយថាក្រុម Paris Saint-Germain ហ្នឹងខ្លាំងបាននៅក្នុងលីកនេះហើយបាទមិនមែន1មិនមែន2គឺ5-0ណាបងប្អូនយើងមិនធម្មតាទេហើយសឹក5គ្រាប់ជាមួយនឹងក្រុមដែលមកពីលីកដែលល្បីក្នុងបកាយនៅក្នុងការការពារហើយក៏ជាក្រុមដែលល្បីនៅក្នុងការការពារផងដែរនោះគឺពិតជារឿងដែលនឹកស្មានមិនដល់ទេជាចុងក្រោយអបអរសាទរទៅដល់ Paris ហើយសូមចូលរួមសោកស្ដាយដល់ Inter Milan ផងដែរអរគុណប្រិយមិត្តយើងសម្រាប់ការទស្សនាកុំភ្លេច follow ជួបគ្នាបាទនៅវីដេអូបន្ទាប់